សួស្តីអ្នកក្លាហានជ្រុងសច្ចធម៌ទាំងអស់គ្នាស្វាគមន៍មកកាន់រឿងថ្មីភាគថ្មីស្រឡាងតែម្ដងដែលមានចំណងជើងថាខ្យល់បក់ទៅកាន់បាក់ថាងនៅរាត្រីដ៏សែនអ៊ូអាំនៅក្នុងព្រៃដ៏ជ្រៅមួយយើងបានឃើញថារទេះសេះមួយកំពុងតែបោះយ៉ាងលឿនហាក់ដូចជាកំពុងតែគេចពីការតាមប្រមាញ់របស់ក្រុមពិរុទ្ធជនដែលយើងមិនទាន់ស្គាល់អត្តសញ្ញាណទាំងអស់គ្នាទោះបីជារទេះសេះមានល្បឿនលឿនយ៉ាងណាក៏ដោយប៉ុន្តែអ្នកពិភពគុណគឺសុទ្ធតែមានល្បឿនលឿនមិនចាញ់សេះនោះទេពួកគេសម្រាលខ្លួននៅលើមេឈើកំពុងតែតាមប្រមាញ់នោះឯងអង្គរៈពីរនាក់ដែលកំពុងតែជិះតាមពីក្រោយម្នាក់ក៏ត្រូវបានស្លាប់ដោយសារដាវហោះម្នាក់ទៀតក៏ព្យាយាមទប់ទល់ជាមួយដាវហោះជាច្រើននោះនិងលោតទៅតាមពីក្រោយរទេះសេះដើម្បីទប់ទល់ដាវហោះកុំឲ្យចូលទៅក្នុងរទេះសេះប៉ះម្ចាស់របស់គេជាលទ្ធផលគេក៏ត្រូវបានដាវហោះនោះទម្លុះដើមទ្រូង 3-4 ដើមស្លាប់ធ្លុះចូលមកក្នុងរទេះសេះទៀតផងហើយយើងក៏បានឃើញទស្សនវិជ្ជានៅក្នុងរទេះសេះគឺមានពីរអ្នកម្ដាយកូននឹងកំពុងតែភ័យស្លន់ស្លោយ៉ាងខ្លាំងបន្ទាប់មកយើងក៏ឃើញមេក្រុមឃាតករម្នាក់លោតមកដល់លើដំបូលរទេះសេះបាត់ទៅហើយអ្នកបរទេះក៏បានស្រែម្ចាស់របស់ខ្លួនប្រយ័ត្នឯឃាតករក៏បានលោតឡើងកាប់អ្នកបរទេះសេះនឹងតែម្ដងអ្នកបរទេះសេះក៏មិនមែនទៅលងមូលគេក៏បានគេចផុតអំពីការកាប់ប៉ុន្តែយ៉ាងណាក៏ត្រូវមកដៃរបស់មេក្រុមឃាតករនោះធ្វើឲ្យគេស្លាប់ហើយមេឃាតករក៏បានធាក់គេទម្លាក់ចុះពឹកមេក្រុមឃាតករក៏បានកាប់ផ្ដាច់ខ្សែរទេះសេះជាហេតុធ្វើឲ្យរទេះចាប់ផ្ដើមក្រឡាប់ទៅតែម្ដងហើយយើងក៏បានឃើញថាម្ដាយកូនពីរនាក់របូតចេញពីរទេះសេះទៅហើយប៉ុន្តែពួកគេមិនទាន់ស្លាប់នៅឡើយទេគ្រាន់តែរបួសសើស្បែកតែប៉ុណ្ណោះឃើញកូនស្លាប់បាត់មាត់ម្ដាយក៏បានហៅទៅឈិនយានម្ដាយហៅបែបនេះកូនក៏បានដឹងខ្លួនកាលបើឃើញថាកូនមិនអីម្ដាយក៏សប្បាយចិត្តយ៉ាងខ្លាំងអោបកូននៅក្តីស្រឡាញ់តែហេតុការគ្រោះថ្នាក់មិនទាន់បញ្ចប់នៅឡើយទេសម្លេងមេក្រុមឃាតករក៏បាននិយាយឡើងទេសភាពទីនេះពិតជាស្រស់ស្អាតណាស់សាកសមខ្ចោះធ្វើជាភ្នូនៃបឋិនសានឃាតករនេះមុខកាចហើយក៏សង្ហាទៀតផងកាលបើពលចប់ហើយយើងបានឃើញថាក្រុមឃាតករនាំគ្នាឡោមព័ទ្ធពីអ្នកម្ដាយកូនហើយមើលទៅពីអ្នកម្ដាយកូននេះគឺមិនចេះក្បាច់គុណនោះឡើយទ្វារមរណៈកំពុងតែបើកឡើងពីអ្នកម្ដាយកូនមិនហ៊ានធ្វើអ្វីក្រៅពីញ័រចម្ប្រាប់នោះទេពុទ្ធៅធំមួយក៏បានលើកឡើងទម្លាក់មកយឺតសន្សឹមដែលសារតែវីដេអូគឺគេធ្វើឲ្យ slow motion ក៏ប៉ុន្តែលទ្ធផលយើងក៏បានឃើញថាអាវុធសង្ងាត់3ដើមហោះមកបុកដៃគាត់នឹងលបូតបថៅចេញពីដៃទៅសម្លេងវីរៈបរោះម្នាក់ក៏បានស្រែកឡើងថាមនុស្សប្រុសមួយក្រុមធ្វើបាបម្ដាយកូនទុនខ្សោយសារសមជាអ្នកក្លាហានដែរទេនិយាយពីបរោះអ្នកក្លាហានម្នាក់នេះគឺជាអ្នកក្លាហានប្រមឹកហើយព្រោះថានៅក្នុងដៃមានឃ្លោកស្រាមួយកំពុងតែលើកផឹកយ៉ាងសង្ហាហើយមេក្រុមឃាតករងាកមកក៏បាននិយាយទាំងកំណាត់ថារោគស្លាប់ហើយនិយាយតែប៉ុណ្ណឹងជាមួយនឹងកូនចៅគេក៏នាំគ្នាទៅវាយប្រហារអ្នកក្លាហានម្នាក់នេះអ្នកក្លាហានរបស់យើងគឺគាត់លើកឃ្លោកស្រាធ្វើតែមិនដឹងផឹកដាវចូលទៅវងមនុស្សដែលកំពុងតែសម្ដៅមកគាត់ដាវទី1របស់ពួកឃាតករកាប់មកទូប្រុសយើងក៏បានគេចផុនហើយក៏បានវាយទៅប៉ាក់ចូលមកប៉ាក់ប៉ាំងដកដាវកាប់គ្នាភុងផាំងឆ្វេងស្ដាំសាច់ស្និតដ៏ល្អឯករួមជាមួយនឹងក្រាហ្វិកពោពេញទៅដោយភាពរស់រវើកដាវពីសម្ដៅមកកាន់គេអ្នកក្លាហានលោតជន់ដាវទាំងពីរហោះឡើងលើផឹកស្រាបន្តទៀតរឡាត់ចុះមកក្រោមធាក់កណ្ដាលមុខអាកូនចៅម្នាក់ហើយក៏បានចូលមកប្រយុទ្ធជាមួយនឹងមេធំរបស់ពួកវាតែម្ដងការប្រយុទ្ធរបស់ពួកគេគឺពិតជាបត់បែនរហ័សរហួនមិនសូវចាញ់គ្នាប៉ុន្មាននោះទេសាច់ស្និតដ៏សែនលយបូករួមជាមួយនឹងបត់ភ្លេងរំថើនអារម្មណ៍ហើយបញ្ចូលសាច់ស្និតមួយចំនួនឲ្យទូប្រុសរបស់យើងកំពុងតែមានព្រៀបទៅលើឃាតករជាហេតុធ្វើឲ្យអ្នកបញ្ចូលសម្លេងក៏បាសរំខ្ញាក់តែប្រមាណស្និតក៏បានឲ្យយើងឃើញថាមេឃាតករចាប់ផ្ដើមចាញ់ព្រៀបមែនទែនដោយសារតែគេមានស្នាមរបួសលើផ្ទៃមុខផងដែរខាងខ្លះណាក៏បានស្រែកទៅថាឆ្កែយើងមិនដោះលែងឯងនោះទេសម្រាប់មួយនេះស្មានតែគេមកវាយជាមួយអ្នកក្លាហានរបស់យើងប៉ុន្តែមានណាគឺបាក់ពួកគេនោះមានដាក់មេព្រិចអស់រលីងហើយអ្នកក្លាហានរបស់យើងក៏បានងាកមកកាន់ពីអ្នកម្ដាយកូនជាមួយនឹងក្បាច់គុណដ៏ខ្លាំងព្រមទាំងរូបរាងសង្ហារបស់គេយើងហាក់ដូចជាឃើញថាកូនក្មេងស្រេកទុញព្យាយាមចំណាំមុខវីរៈបរោះម្នាក់នេះខ្លាំងណាស់ពោពេញទៅដោយភាពសរសើរនិងស្ញប់ស្ញែងវីរៈភាពរបស់គេនោះឯងជាក្បាលកសែសាច់រឿងនេះគឺគេគ្រាន់តែបង្កប់រឿងឲ្យយើងមើលឃើញភាពលយរបស់តួអង្គទេសាច់រឿងយើងគឺចាប់ផ្ដើមត្រង់នេះគឺនៅបឋិនសាររបស់គេនឹងឯងពេលនេះយើងបានឃើញថាបរោះចាស់ម្នាក់និយាយជាមួយនឹងឈិនយានកូនស្រីទូចនឹងថាឈិនយាណាអ្នកកំឡោះដែលជួយឯងហើយម្ដាយរបស់ឯងនោះគាត់បានសម្លាប់ចោលភ្នំថៃហាងដោយផ្ទាល់ដៃតែមែនទេកុំមុំតូចឈិនយានក៏បានងក់ក្បាលហើយក៏សម័យថយក្រោយនៃឈុតប្រយុទ្ធគ្នាបាញ់មិញនឹងឯងដោយបញ្ចេញកាយវិការនៅក្បាច់សាច់ស្នៀតទាំងអស់នោះមកឲ្យលោកអ៊ំម្ចាស់ម្នាក់នឹងមើលឬក៏បានប្រាប់គាត់ទៅថាលោកពុកស្នៀតដាវរបស់គាត់គឺស្រស់ស្អាតខ្លាំងណាស់ឪពុករបស់នាងក៏បានថាទៅដាវទន្លេផ្កាយធ្លាក់ពេលរាត្រីឲ្យក្មេងតូចមិនចាប់អារម្មណ៍ជាមួយឈ្មោះស្នៀតដាវទេនាងក៏បានសួរឪពុកនាងអំពីបងប្រុសរបស់នាងបន្ទាប់ពីយកចូលទៅខាងក្នុងបងប្រុសនៅមិនអីទេអីអញ្ចឹងទិដ្ឋភាពនៅខាងក្នុងសំណាក់ឯនេះវិញយើងគួរតែបំបាក់ជើងគេឥឡូវនេះមើលទៅទ្វារនេះគឺជាកន្លែងឃុំឃាំងមួយណាបងប្អូនគ្នាសំឡេងមួយបាននិយាយថាចឹងតុងធីងដេកស្មុកលឺមែនអើយគួរឲ្យអាណិនអញ្ចឹងបើយើងមើលមកកាន់អ្នកដែលកំពុងតែត្រូវបាននៅកន្លែងបន្ទប់ឃុំឃាំងនេះគឺជាអ្នកក្លាហានអំបញ្ញមិញនេះឯងត្រូវបានគេចាប់ចងនៅបងប្អូនគ្នាអើយចងដៃចងជើងនៅសងខាងនៅក្នុងទីលានដូចជាសម្រាប់ធ្វើទរណកម្មសួរចម្លើយអញ្ចឹងបន្ទាប់មកអ្នកក្លាហានយើងក៏បានក្រោកដឹងខ្លួនហើយក៏យើងឮសំឡេងព្រះសង្ឃសូត្រអមេតភូតនឹងទៅហើយក៏បន្តទៀតថាហេតុអីបានជាមិនឃើញអ្នកក្លាហានភឹងមកដល់ទៀតសំឡេងទាំងទៅដល់ខ្យល់របស់អ្នកក្លាហានយើងក៏បានសួរទៅខ្ញុំនៅទីណាមានអីកើតឡើងចំពោះខ្ញុំទៅខណៈពេលដែលខ្លួននៅសពិចសពិលនៅឡើយបើកភ្នែកព្រមឬសំឡេងមួយទៀតបន្តថានៅពេលដែលប្រឈមមុខជាមួយនឹងបិសាចធំគ្រប់គ្នាសុទ្ធតែមានសិទ្ធិសម្លាប់វាអាចថាមកពីលោកមិនហ៊ានធ្វើសកម្មភាពទេដឹង
ទូប្ររបស់យើងនេះក៏បានស្លន់ស្លោមួយឆ្វេងស្ដាំរួចក៏បានឃើញស្លាកមួយមើលបណ្ដៃជើងរបស់ខ្លួនជាប់ច្បាស់អស់ទៅហើយអញ្ចឹងម្ចាស់សាគួនក៏បានស្រែកឲ្យកូនចៅរបស់គេនឹងចាត់ការមកកាន់ទូប្ររបស់យើងទោះបីជាដៃជើងជាប់ច្បាស់ទូប្រយើងក៏បានព្យាយាមតស៊ូរឿងរះទប់ទល់ជាមួយនឹងការវាយប្រហារមួយនេះជាមួយនឹងសាច់ស្នៀតពិសេសជាហេតុធ្វើឲ្យអ្នកដែលមានដាវគ្មានដៃជាប់ច្បាស់ជើងជាប់ច្បាស់ត្រូវបោះទូប្រយើងវិញប៉ាក់តាពុកមាត់សមុំទាំងអស់នឹងខឹងមែនតែនឯនៅក្នុងសាលដាក់ពិន័យហើយនៅតែហ៊ានប្រព្រឹត្តបទល្មើសទៀតអ្នកកន្លោះសង្ហារបស់យើងគឺមិនមានការភ័យខ្លាចជាមួយនឹងការសម្លុតទេក៏បានស្រ័យសួរវិញថាឯជ្រណាម្ចាស់សាលពុកមាត់សមុំក៏បានថាតើឯត្រូវការយើងរំលឹកឯទៀតដែរការបើសំណួរនេះចេញពីមាត់តាពុកមាត់សមុំហើយអ្នកកន្លោះសង្ហារបស់យើងក៏បានរំលឹកការចងចាំខ្លួនឯត្រឡប់មកវិញចេញមកភ្លាមអ្នកកន្លោះរបស់យើងនឹងគឺរត់ឡើងលើដើមឈើត្រីលោតស្ទុយអាឡាតមកអែមស្រានៅក្នុងឃ្លោកមិនឈប់ផឹកទេអាលោតប៉ុណ្ណាក៏ផឹកអត់មានឆ្លក់អីតិចទេតោមេឈើភ្លឹបដូចស្វាអញ្ចឹងភ្លាមនៅព្រឹកក៏បានលើសំលេងសម្រែកមួយមកថាអាចចង្វាក់ចង្រៃបើឯងមានភាពក្លាហានឆាប់ចេញមកប្រយុទ្ធជាមួយនឹងលោកតាគួនរបស់ឯងតាមពិតគឺតាសមុំមិននឹងឯងតានឹងចេញមកអញ្ចឹងទៅអ្នកកំឡោះរបស់យើងគឺក៏បាននិយាយទៅថាហឺលោកមិនដេញតាមពួកអាចោថៃហាងនោះទេបែរជាមកតាមខ្ញុំទៅវិញផឹកបណ្ដានិយាយបណ្ដាបន្តទៀតថានេះមិនបានជាអញ្ចឹងទៅវិញហ៎សម្រាប់យាយចាស់ម្នាក់ក៏បានថាអាចោតូចយប់មិញឯងប្រើដើរទៅលេតារាធ្លាក់ពេលរាត្រីដោយសារអេដមីនអត់ចេះអានចិនជាពាក់អត្តសញ្ញាណគាត់សិនបន្តមកទៀតក៏បានចេញតាចាស់ពីរនាក់ទៀតដែលអេដមីនគឺរត់តែចម្ពាក់អត្តសញ្ញាណទៀតហើយតួអង្គជើងខ្លាំងបន្ថែមក៏ចេះតែចេញមកមានដូចជាប្រសងអីជាដើមនោះឯងការបើគ្រប់គ្នាមកអស់ហើយទូប្រុសរបស់យើងក៏បាននិយាយទៅខ្ញុំសង្ស័យថាអ្នកក្លាហានទាំងអស់គ្នានេះគឺមិនហ៊ានប៉ះពាល់ជាមួយរៀមច្បត់របស់ខ្ញុំទេប៉ុន្តែហេតុអីបានចូលរួមកម្លាំងវាយឆ្មក់បង្កបញ្ហាដល់ខ្ញុំបរិះចាស់សក់ខ្លីក៏បានពោលឡើងថាព្រោះតែបរិះអាក្រក់មួយធានហើគឺជាគ្រូរបស់ឯងពោលប៉ុណ្ណឹងហើយក៏បានលោតមកកាប់អ្នកកំឡោះសង្ហារបស់យើងជាមួយនឹងសាច់ស្នៀតគ្មានមួយណាដែលថាមានក្តីមេត្តានោះឡើយកិច្ចគាត់បានពីស្នៀតក៏បានកវែងឃ្លោកស្រាដាក់គាត់នឹងនិយាយទៅថាប្រេះប្រាស់លោកឯងមកពីណាដែរតាចាស់មិនបានជាហ៊ានជេរគ្រូរបស់ខ្ញុំអញ្ចឹងច្បាស់ណាស់ទៅបាត់ថាតាចាស់នឹងកាប់ជាមួយទូប្រយើងក៏ប៉ុន្តែដៃគាត់ឡើងញ័រអស់ហើយអ្នកទាំងអស់គ្នាបើគិតទៅមួយស្មាយច្បាស់ជាមិនឈ្នះអ្នកកំឡោះសង្ហាយើងទេតែមិនអស់ចិត្តទេវាយជាមួយក្មេងដែលថាចាញ់ដឹងចាញ់ដាក់ទៀតដាក់នេះប្រប៉ាំងមានអីរបួសដើរឡើងលើក្មេងធាក់តានឹងក៏បានរងប៉ើងទៀតទៅថាចាស់ក៏វាយដែរក៏មកឆ្លើយតានឹងបុគ្គលឈើតែឲ្យដើរទូប្រុសយើងបានយកមកវិញណាអ្នកទាំងអស់គ្នាកំឡោះសង្ហារបស់យើងក៏វិដើរតានឹងបដើនិយាយបណ្ដាទៅថាគ្រូខ្ញុំត្រូវបានគេគោរពទូទាំងពិភពគុណត្រូវបានសរសើរដល់អ្នកពិភពគុណរាប់មិនអស់ដៃទេពមូធានហើកាប់មកតានឹងភ័យប៊ីសដាច់ហើយតាតាមពិនមានណាអ្នកកន្លោះរបស់យើងគ្មានចេតនាសម្លាប់គាត់នោះទេកាប់គល់ឈើទេតាសមោក៏បានថាស្នៀតកំបិតចៅរូកាំងក្មេងម្នាក់នេះប្រើស្រាលដូចជាសម្លៃអញ្ចឹងយើងស្គាល់តានឹងគឺចៅរូកាំងតានឹងគាត់ភ័យពេកស្លាប់ស្ដោកទៅស្មើដាច់ពូជហើយតាចាស់អស់នឹងក៏នាំគ្នានិយាយបន្តទៅអាក្មេងកុំទាន់មានអំនួតពេកនិយាយប៉ុណ្ណឹងទូប្រុសយើងក៏បានសម្ដៅមកលឿនតានឹងចេញដាវមកម៉ងដាវ3ស្នៀតតែមួយតែគ្មានចុះជាមួយនឹងស្រោមដាវរបស់ទូប្រុសយើងទេតានឹងក៏ថាស្នៀតដាវ3រួមទៅមួយរបស់យើងឲ្យក៏ដឹងដែរដល់អញ្ចឹងខឹងក្មេងម្ដងលោតមកកាប់ចាក់ហ្មងលោកក្មេងរបស់យើងភាពរហ័សរហួនពេញខ្លួនអញ្ចឹងមានអីលើកស្រាផឹកបដៅកិច្ចបដៅកាប់បដៅទប់ទល់អញ្ចឹងទៅធ្វើបាបតានឹងលេងកំ pl ែងវាយមេជើងទៅឯងមួយផ្លាប់តានឹងដល់ពេលអញ្ចឹងគាត់ចាប់ផ្ដើមភ័យវាយចុះវាយឡើងគាត់កិច្ចទៅមេជើងនេះខ្លាចត្រូវមេជើងទៀតតែមានអីចុះឡើងក្មេងក៏បានគប់ជេចាច់ទៅបុកអ្នកក្លាហានអ្នកទៀតអ្នកក្លាហាននឹងក៏បានប្រើដៃមួយជាហៀងទប់ខ្នងតានឹងអញ្ចឹងទៅខឹងអើយសែនខឹងតានឹងក៏បានថាអាអ្នកក្មេងនេះលេងស្នៀតលួចវាយឯងខ្ញុំណែនាំឲ្យឯងនេះឆ្លុះបញ្ចាំងកំហុសរបស់ខ្លួនឯងដូនជីក៏បាននិយាយម្ចាស់សាលគួនទៅម្ចាស់សាលគួនលោកម្ចាស់ធានឡុងក្មេងម្នាក់នេះបានលួចរៀនវិជាគុណរបស់គួនអញ្ចឹងលើកនេះយើងទម្លាក់អរិយាប័ត្របន្តិចទៅរួមដៃគ្នាបង្ក្រាបក្មេងនេះតែម្ដងទៅប្រហែលជាអញប្រជាជនចិនក៏បានថាល្អណាស់ហើយក៏បានទៅមុនគេទៅមកយើងដឹងហើយប្រសងគឺប្រើក្បាច់ជីងកាំងអញ្ចឹងទូប្រុសយើងវាយគាត់បែបផ្កាភ្លើងហើយក៏វាយចុះវាយឡើងធ្វើឲ្យដបស្រាឃ្លោកស្រាគេប៉ើងឡើងលើអ្នកកំឡោះយើងស្ដាយណាស់បងប្អូនគ្នាអាឃ្លោកស្រានឹងគឺរចនាប័ទ្មរបស់លោកម្ចាស់ភឹងដូច្នេះក៏ព្យាយាមយកដាវរបស់ខ្លួននឹងទៅទប់កុំឲ្យវាធ្លាក់បែកឆ្កឹះវាចេញទៅម្លាយទៅយើងក៏បានឃើញលោកលោតមកវាយបាត់ទៅហើយអ្នកកំឡោះយើងក៏បានយកដាវទប់ហើយក៏បានធ្វើការវាយបកវិញខ្លះចឹងទៅជាជាងគិតតែពីកិច្ចនឹងទប់ម្យ៉ាងនោះតែយើងនឹងស្រាប់ឲ្យគាត់ជីងកាំងវាយត្រូវអីក៏គាត់ធ្វើរឹងថ្មឹងតែមានណាអ្នកកំឡោះយើងក៏បានសង្កត់លើស្មាគាត់លុតជង្គង់មកជាហៀងបដ ாய் ក្រោយមកទៀតផ្លែដាវដូនជីក៏បានមកដល់កំឡោះយើងក៏បានកិច្ចទៀនកិច្ចហើយក៏បានវាយបកដូនជីក៏បានថយប្រើអាវុធសម្ងាត់ចេញពីដាវគឺជាស្នៀតដែលទូប្រុសយើងប្រើដំបងបំផុតនឹងឯងទូប្រុសយើងក៏បានវាយវិញប៉ាំងវិញចឹងទៅអាមួយនោះប៉ាំងមកត្រូវប្រសងសំណាងឲ្យប្រសងជីងកាំងអត់មុតកុំអីហ្នឹងគឺស្បៃបាត់ឈុតឆាប់ប្រយុទ្ធស៊ីសាច់ហត់ឈាមចាប់ដើមមកពេលនេះមួយទល់ពីរតែម្ដងតែមិនក្បាច់អីទូប្រុសយើងវាយធ្វើឲ្យលោកសង្ឃប៊ីសចាប់ដើមទ្រូងរបស់ដូនជីកុំអីដាច់សិលសងខាងបាត់ហើយជើងខ្លាំងម្នាក់ទៀតគឺលោកម្ចាស់គួនក៏បានបញ្ចេញស្នៀតរបស់គាត់គូវិញអាស្រោមដាវដ៏ធំនៅមកទូប្រុសយើងក៏បានទប់ផាំងគាត់ក៏បានប្រើដាវទាំងសងខាងគាត់មកកាប់ទូប្រុសរបស់យើងទៀតតែការប្រយុទ្ធដូចជាគ្មានព្រៀបទៅលើទូប្រុសរបស់យើងទាល់តែសោះជាហេតុធ្វើឲ្យប្រតិចារទាំង3គឺគ្មានអ្វីក្រៅពីបង្ខំចិត្តរួមដៃគ្នាពេលទូប្រុសយើងកាប់ព្រះសង្ឃក៏បានចាប់ដៃគេជាប់ដូនជីក៏បានលោតមកកាន់ទូប្រុសរបស់យើងក៏បានធាក់គាត់មកជើងផ្ងាពោះជាក្រាំងដំណាក់កាលដ៏ធន់ធ្ងរមួយនោះគឺថាលោកម្ចាស់គួនលោតមកកាប់ទូប្រុសយើងដោយគ្មានមេត្តាមើលទៅទូប្រុសយើងត្រូវបង្ខំចិត្តដកដាវហើយអញ្ចឹងស្រោមដាវក៏បានបែកហើយអ្នកទាំងអស់គ្នានៅក្បែរខ្លួនគឺប៉ាំងទាំងអស់តែម្ដងលោតឆ្វេងលោតស្ដាំខ្វែងខ្វាត់
3អ្នកប៉ើងទាំងអស់រ៉េលបន្ទាប់មកអ្នកកំឡោះយើងក៏យកឃ្លោកស្រាមកផឹកទៀតតែចៃដន្យអស់ស្រាលីងនឹងស្រាប់ហើយស្រាឃ្លោកនោះគឺវាគ្មានកវលដើម្បីតាមរង្វាន់ទេដល់អញ្ចឹងក៏បានកវែងឃ្លោកស្រាចោលក៏បាននិយាយថាខ្ញុំមិនទាន់មានជើងលេងក្បាច់សវឹងដល់ឡើយទេមិនក៏ស្រានេះប្រញាប់អស់ខ្លាំងម្លេះអ្នកណាគេចង់ប្រយុទ្ធទៀតដល់សកាមាត់ស្លាប់ស្ដោកអញ្ចឹងមានន័យថាតាយាយនេះគឺថាឆោតមែនទែនចាំឲ្យតួប្រុសយើងផឹកសវឹងស្លាប់ខ្លួនឯងទៅមិនស្រួលយ៉ាងបាច់មកវាយជាមួយគេនឹងទូសាច់ខ្លួនឯងដល់អញ្ចឹងមានអីយាយជីរត់ភ្ញាក់ផ្អើលមែនទេគេសវឹងហើយណាហើយសមុកខុលនឹងទៅអញ្ចឹងការចងចាំរំលឹកចប់ហើយឥឡូវនៅដល់ម៉ោងព្រឹត្តិការណ៍គួនស៊ូហើយយ៉ាងម៉េចដែរបើចាំអស់នៅម្នាក់ភ័យដល់មុខមួយឯតួប្រុសយើងក៏មិនជាអីដូចអត់ខ្លាចអីផងណាជាប់ច្បាស់អីហ្នឹងបន្ទាប់មកក៏ថាពេជ្ជឃាតទាំងពីរក៏បានលើកដៃចង់ចាត់ការតួប្រុសយើងតែក៏បានលឺសំឡេងគេស្រែកថាអ្នកក្លាហានភឹងមកដល់ហើយទៅកម្មវិធីប្រហារជីវិតតួប្រុសយើងផ្អាកមួយផ្លេតចឹងទៅនិយាយពីអ្នកក្លាហានភឹងវិញចូលមកមានអំណាចយ៉ាងណាក៏គ្រប់គាត់ដែរអ្នកទាំងអស់គ្នាតួប្រុសយើងមើលទៅគឺជា fan ផ្កាប់មុខរបស់អ្នកក្លាហានភឹងហើយឃើញអញ្ចឹងក៏បានលាន់មាត់ថាលោកគឺជាភឹងឈូសួយអ្នកក្លាហានអស្ចារ្យក្នុងលោកខ្ញុំជា fan ផ្កាប់មុខលោកខ្ញុំមានឃ្លោកស្រាដូចជាលោកអញ្ចឹងទៀតអ្នកក្លាហានភឹងក៏បាននិយាយមកជឹងតុងធីងមកពីគ្រួសារជឹងនៃបៃម៉ាប៉ៅក្នុងសានសឺឯជាចំនួនក្រោយនៃមន្ត្រីស្មោះត្រង់ហេតុអីយមូធានហើធ្វើជាគ្រូអញ្ចឹងតុងធីងតួឯយើងក៏បាននិយាយទាំងសំឡេងស្ងួតស្ងាត់វិញម្ដងខ្ញុំកើតមកជាមួយនឹងប្រពន្ធទី2ដើមឡើយគឺជាកូនប្រុសច្បងបន្ទាប់ពីប្រពន្ធដើមមានកូនប្រុសម្នាក់ខ្ញុំនិងខ្ញុំត្រូវគេបណ្ដេញចេញតាំងពីអាយុ5ឆ្នាំដូនជីលឺបែបនេះក៏បានថាតាមពិតឯក្រក់ក្មេងចង្រៃម្នាក់ទេតួប្រុសចង់ច្រឡោតអ្នកក្លាហានភឹងក៏បានស្ដាយឲ្យយាយជីទៅបើមិនចេះនិយាយពីល្អទេកុំនិយាយតុងធីងយើងក៏បាននិយាយជាមួយអ្នកក្លាហានភឹងអ្នកក្លាហានភឹងគ្រប់គ្នាតែគ្រូខ្ញុំគឺជាសំណល់ពិភពគុណនោះមិនពិតទេតែមែនទេតែអ្នកក្លាហានភឹងមិនបានឆ្លើយទេក៏បាននិយាយមកវិញថាតោះចាប់ផ្ដើមជាមួយនឹងរបៀបដែលឯងលួចកំណប់ប៉ាក់សិនប្រជាគុណធានឡុងលោកម្ចាស់គន់រូកាំងអញ្ចឹងយើងក៏បានឃើញថាលោកម្ចាស់ទាំង3នាំគ្នាស្រមៃថយក្រោយឃើញថាកំណប់ប៉ាក់របស់ពួកគាត់បានដោយវាអសតតែកេះទៅទេតែក៏មានបន្ទះឈើមួយសរសេរប្រហែលជាវានឹងកំណត់ចំណាំថាគឺជាគ្រូរបស់តួប្រុសយើងជាអ្នកលួចនឹងឯងចម្លើយវាព្រឹត្តិការណ៍ទាំង3និយាយមកកាន់បែបនេះហើយតួប្រុសយើងភ្ញាក់ផ្អើលឡើងខ្លាំងតែម្ដងមិននឹកស្មានថាក្បាច់គុណនៅខ្លួនប្រើទាំងអស់សារក្បាច់គុណពួកគាត់ទេឯព្រឹត្តិការណ៍ដៅ3ស្នេតរួមមានតែមួយនឹងគាត់ក៏បានក្អកកាហាមហើយក៏និយាយអំពីព្រឹត្តិការណ៍ដែលគាត់បានបាត់អំពីគម្ពីរគុណរបស់គាត់ហើយក៏យំត្អូញត្អែទៅបើគ្មានគម្ពីរគុណនឹងធ្វើមិននឹងឯងស្ដារប៉ាក់ហន់ហគាត់វិញឯដូនជីនេះមិនដូនជីទេគាត់ក៏បាននិយាយថាបើធៀបជាមួយនឹងអ្វីដែលកើតឡើងចំពោះគ្រូសាមូរ៉ុងនៅឯពលាសាន់ហួននៅក្នុងវិមានដានហួរវាមិនចាត់ទុកជាអ្វីឡើយគាត់ក៏ស្រមៃទៅគាត់នឹងសម័យកាលដែលគាត់នៅពីក្មេងមានស្នេហានៅយុវវ័យណានឹងអង្គុយក្រោមដើមផ្កាអញ្ចឹងទៅហើយសង្សារគាត់លេងត្រូយស្ដាំអញ្ចឹងទៅសង្សារម្នាក់នឹងមិនណាក្រៅពីមូធានហួរគ្រូរបស់តុងធីងយើងឡើយសង្សារនិយាយជាមួយគាត់ទៅស៊ឺយៀននៅតែមិនទាន់យល់ទៀតអូកាលនឹងគាត់ខ្ជូតដែរគាត់ក៏ថានាងមិនមានចំណេះដូចជាលោកទេកំឡោះសង្ហាមូធានហួរក៏បានថាអាយ៉ាខួរក្បាលរបស់នាងនេះចំណាយរឿងសាមញ្ញបែបនេះយូរប៉ុណ្ណាទៅមើលបដានិយាយបដាស្មានតែគាត់សម័យកាលពីគាត់នៅក្មេងជាគូស្នេហ៍របស់មូធានហើតាមពិតមែនណាគាត់ក៏បានលេចខ្លួនមកស្រែកទៅមូធានហើឯងលួចមកជាមជុលមាសរបស់គ្រូសាមូរ៉ុងយើងនាំគ្នា3 4នាក់មកឡោមព័ន្ធមូធានហើយ៉ាងទៅមូធានហើក៏បានក្រោកចេញពីទងជាមួយនឹងសង្សាររបស់គេនឹងឯងហើយក៏បាននិយាយទៅកាន់សង្សារថាចាំមើលច្បាស់ណាយ៉ាងនោះមហាញនាងហើយក៏បានប្រើមជុលមាសនឹងឯងវាយប្រហារមកកាន់ម្ចាស់ក្បាច់គុណវិញធ្វើឲ្យកូនចៅ2នាក់របស់គាត់គឺស្បៃភ្លាមវាលេងតែគាត់ទេដែលអាចទប់ទល់បានកាប់ចុះកាប់ឡើងឆាកចុះឆាឡើងត្រូវតែកូនចៅនឹងស្បៃអស់លីងតែយ៉ាងណាក៏ដោយមជុលមាសក៏បានអស់ទៅហើយលោកយាយមូរ៉ុងគាត់ក៏បានថាមជុលមាសអស់ហើយឯងស្លាប់ឥឡូវទៅរៀបតែនឹងចង់មកចាត់ការក៏បានបើកភ្នែកធំចំហមាត់ថ្លុងដោយសារឃើញថាមូធានហើគាត់ប្រើស្នៀតមជុលមាសលើកនេះគឺវាខ្លាំងជាងមុនអត់មានមជុលក៏គាត់អាចប្រើបានដែរគាត់ថាគាត់អភិវឌ្ឍក្បាច់គុណនៅឲ្យខ្លាំងជាងមុនមានណាមជុលមាសហោះឡើងកវាត់ខ្វែងវិញខ្លួនហោះត្រូវទាំងចាប់ត្រូវទាំងប្រើត្រូវទាំងគាត់ឡើងពេញមុខបរិសង្ហាមូធានហើក៏បាននិយាយទៅកាន់ស៊ឺយន្តទៅថាស៊ឺយន្តណាពួកគេមិនដឹងទេអីថាទន្លេទាំងអស់ត្រូវតែហូរចូលសមុទ្រអាវុធសង្ហារបស់ពួកគេហាត់ដល់កំពូលគឺជាជំនាញគួរឲ្យខ្លាចណាស់និយាយចាប់ងាកមកកាន់ស៊ឺយន្តនឹងគឺថាមិនចាញ់ពីលោកយាយមូរ៉ុងម៉ានទេក៏ជួយដកមជុលឲ្យស្រីស្អាតវិញអញ្ចឹងទៅសុំទោសគេណាដោយសារតែផឹកច្រើនពេកក៏បញ្ចេញមជុលមាសច្រើនពេកដែរទៅស៊ឺយន្តក៏បាននិយាយថាធានហើពួកគេមិនអាចចាប់អាវុធសង្ហាបានដោយសារតែទន្លេទាំងអស់ចូលក្នុងសមុទ្រវាគឺជាជំនាញរបស់គ្រូសាវយ៉ាងទេលោកយាយមូរ៉ុងបានត្រឹមតែស្រែកទាំងកំហឹងក្រោបមករួចថាមូធានហើអាសនល់ពិភពគុណមនុស្សអាក្រក់គ្មានគេខ្មាស់មូធានហើក៏បានថាចាស់ប៉ុណ្ណឹងហើយនៅតែឆ្នះទៀតពេកនេះវៃហើយក៏បានបោះកំពីដែលមានឈ្មោះថាទន្លេទាំងអស់ហូរចូលក្នុងសមុទ្រនឹងទៅឲ្យគាត់ចំកណ្ដាលមុខនឹងឯងគាត់ពិតជាខឹងឡើងក្អួតឈាមតែម្ដងគាត់ទៅទានរឿងរបស់គាត់ចប់ហើយកាត់មកបច្ចុប្បន្នវិញមកអញ្ចឹងគាត់ក៏បានថាការពិពណ៌នារបស់គាត់មុននេះហាក់ដូចជាបំផ្លើសបន្តិចឯងមើលទៅប៉ុន្តែនេះហើយគឺជាមូលហេតុដែលគាត់មកហាត់រៀនស៊ីដាវវិញនោះមួយថ្ងៃគឺគាត់មិនអាចឈប់ខឹងមូធានហើយជាមួយនឹងគូស្នេហ៍នោះទេរហូតដល់ថ្ងៃហ្នឹងអ្នកក្លាហានភឹងក៏បានសួរមកកាន់អ្នកកំឡោះយើងវិញទៅមិនយល់នៅអូនឯពូយល់ហើយដឹងពីរបៀបដែលឯងទទួលក្បាច់គុណដ៏ល្អខ្ចោះរបែងហើយគាត់ក៏បានឲ្យគេចាត់ការទៅព្រឹទ្ធាចារ្យក៏បានស្រែកថាចឹងតុងធានឯងមិនមែនជាសិស្សផ្លូវការរបស់
បាក់ទាំង7គ្រួសារទាំង8ទេប៉ុន្តែនៅក្រោមដៃមូធានហៅឯបានវឹកហាត់ក្បាច់គុណបាក់ទាំង7គ្រួសារទាំង8ទោះនៅក្នុងពិភពគុណរបស់ឯងគឺមិនអាចលើកលែងបានឥឡូវនឹងរំលាយវិជាគុណរបស់ឯងព្រមទាំងកាត់សរសៃដៃសរសៃជើងបណ្ដេញឯងចេញពីពិភពគុណតែឯងទទួលកំហុសដែរទេទោះប្រយើងគិតថាវាមានកំហុសដែរដែលចូលរួមជាមួយនឹងគ្រូរបស់ខ្លួនតែណាព្រមឲ្យគេកាត់សរសៃដៃសរសៃជើងរបស់ខ្លួនឯងនោះក៏សុំវល់គេនឹងកុំធ្វើបែបនឹងអីខ្លួនសុកចិត្តមិនប្រើក្បាច់គុណទាំងអស់ហ្នឹងខ្លួននឹងប្រើតែក្បាច់ដែលគ្រូរបស់ខ្លួនបង្កើតតែមួយគត់ដាវហោះនៅពពករសាន់ដែលក្បាច់នេះគឺជាជំនាញសម្រាប់ខ្លួនហ៊ានស្បត់ដល់ស្លាំបើក្បត់សម្ដីសូមឲ្យអ្នកក្លាហានទាំងអស់គ្នាកាត់ទោសប្រហារជីវិតគេចោះអ្នកក្លាហានគុណគាត់ក៏បានថាពាក្យស្បត់របស់សិស្សនៃសំណល់ពិភពគុណដូចជាសម្ដីក្មេងលេងគ្មានហេតុផលត្រូវជឿនោះទេមានតែរំលាយវិជាគុណចោលតែប៉ុណ្ណោះទៅពិភពគុណអាចស្ងប់ស្ងាត់បានទោះប្រយើងភ័យក៏បានមើលពលឺផ្កាយចុងក្រោយទៅតែលោកម្ចាស់ភឹងគោះឃ្លោក2ដងក៏បាននិយាយទៅថាលោកម្ចាស់គាត់ដំណឹងការជួយសង្គ្រោះម្សិលមិញនេះក៏ចាត់ទុកថាជាការលុបលាងកំហុសរបស់គេខ្លះដែរម្យ៉ាងទៀតជំនាញសម្រាប់ខ្លួនជាវិជាដែលគេបង្កើតដោយខ្លួនឯងគួរតែឲ្យគេរក្សាទុកទៅអញ្ចឹងគេក៏បានបើកទ្វារមកចេញអ្វីលោកម្ចាស់គាត់ក៏និយាយជាមួយទៅអានទឹកចឹងលើកនេះគឺវាដោយសារអ្នកក្លាហានភឹងហើយប៉ហ៊ុនហួរព្រមទាំងប៉ធានសានចូលរួមសុំវល់សម្រាប់ឯងនោះហើយជាមូលហេតុក្នុងការលើកលែងការកាត់សរសៃដៃជើងឯងនោះចាំសម្រាប់របស់ខ្លួនឯងទៅមិនត្រូវបង្ហាញខ្លួនក្នុងពិភពគុណទេក្នុងពិភពគុណនេះគឺគ្មានឈ្មោះឯងនោះឡើយទោះប្រយើងក៏ចាក់ចេញទៅបន្ទាប់មកហ្នឹងម្ចាស់គុណក៏បានហៅគុណសិស្សឲ្យសម្រាប់មនុស្សទាំងអស់នោះមិនដឹងក៏បញ្ជាឲ្យទៅស្លាប់អ្នកណាទេពួកអស់ហ្នឹងអត់ដឹងដែរប្រហែលជាក្រុមពួកចៅហើយទោះប្ររបស់យើងវិញគឺថាដើរចេញទៅអស់សង្ឃឹមងាកមកវិញបន្តិចដោយនិយាយក្នុងចិត្តថាខ្ញុំចូលក្នុងពិភពគុណចង់ខ្លាចជាអ្នកក្លាហានជ្រុងសច្ចធម៌តែទៅបាន2ថ្ងៃក៏ត្រូវបានបាក់ទាំង7និងគ្រួសារទាំង8ចាប់បានបាត់ទៅហើយក្បាច់គុណរបស់ខ្ញុំក៏ត្រូវបានហាមឃាត់ពីពេលនេះតទៅតើខ្ញុំអាចចូលក្នុងពិភពគុណយ៉ាងម៉េចទៀតទៅគិតក្នុងចិត្តទាំងឈឺចាំហើយក៏បានរត់សម្រាលខ្លួនប្រើក្បាច់របស់ខ្លួនចាក់ចេញពីពិភពគុណទៅខណៈពេលដែលកន្សែងបង្គោលរបស់គេក៏បានធ្លាក់ចុះកំមុំតូចនាងឃើញហើយក៏បានមករើសកន្សែងមួយនេះទុកជាអនុស្សាវរីយ៍ទូប្ររបស់យើងឈរនៅលើដំបូលវាមានដ៏ស្កឹមស្កៃនោះក៏បានគិតក្នុងចិត្តបន្តទៀតថាលោកគ្រូហើយបានជាមករៀនក្បាច់គុណដែលលួចគេនឹងមកឲ្យខ្ញុំលោកគ្រូនៅណាទៅខ្ញុំត្រូវទៅរកលោកគ្រូដើម្បីសួររកចម្លើយមួយនេះកំមុំតូចស្រែកយ៉ាងណាក៏ទូប្រុសយើងមិនបែកខ្នងដែរនាងក៏បាននិយាយជាមួយពុករបស់នាងថាពុកខ្ញុំចង់ហាត់ក្បាច់គុណឲ្យបានល្អបន្ទាប់មកប្រឡូកក្នុងពិភពគុណនឹងខ្លាយទៅជាអ្នកក្លាហានជ្រុងសច្ចធម៌សាច់រឿងរបស់យើងកាត់មក10ឆ្នាំក្រោយកំមុំតូចយើងគឺកំមុំធំហើយកំមុំពេញសាច់ស្អាតតែម្ដង10ឆ្នាំហើយពលឺដៅរបស់អ្នកបានបំភ្លឺគ្រប់ជំហាននៃការធ្វើដំណើររបស់ខ្ញុំពេលនេះខ្ញុំក៏អាចគ្រប់គ្រងជំនាញក្បាច់ទន្លេតារាធ្លាក់ចុះពេលរាត្រីដែរគិតដល់ចំណុចនេះក្រមុំតូចក៏ចាប់ផ្ដើមផ្លាស់ប្ដូររូបរាងពីស្រីស្អាតធ្វើជាកំឡោះមៀតតូចច្រឡឹងវិញម្ដងក្នុងចិត្តគិតបន្តថាបងប្រុសធំពេលនេះបងណែណា10ឆ្នាំនេះបើតួប្រុសយើងបានប្រពន្ធគឺរវល់មកសម្រាយរឿងនឹងឯងបាទជួបគ្នាវីដេអូក្រោយបាយ